តោះនិយាយចំនួនកំប្លែជាទំនងតែកាមានចឹងអក្សរខZ យើងស្មើនឹងដកឬ3បូកឲ្យដក E អញ្ចឹងកាលណាដកឬ3ហើយដក E យើងអាចកណនាបានតាមតម្លៃដាច់ខាត AR ឬស្មើនឹងតម្លៃដាច់ខាតនៃ Z A យើងគឺស្មើនឹងដកឬ3 B យើងគឺស្មើនឹងដក1យើងជំនួសចូលទៅនេះរូបមន្តយើងគឺ A ក្រេបូក B ក្រេឬ A ក្រេបូក B ក្រេដកឬ3ដូចជាក្រេបូកនឹងដក1ដូចជាក្រេជាងកណនាតទៀតវាស្មើនឹង3បូក1ស្មើនឹងឬ4ស្មើនឹង2យើងកណនាឃើញ A ហើយ A យើងស្មើ2ចឹងយើងអាចទាញ2ជាកតាបានស្មើនឹងដកឬ3លើ2ដក1លើ2 E អញ្ចឹងយើងដឹងហើយកាលណាយើងគិតនេះយើងគិតមើលទៅលើតកោសទេកោសយើងគឺស្មើដកឬ3អញ្ចឹងយើងមើលកន្លែងដកឬ3មកយើងមើលរៀបដៃយើងអត់ថា30 45 60ចឹងឲ្យ30នេះអញ្ចឹងយើងមើលកោស30ភាគបាយវាធំគឺផាយលើ6ហើយយើងមើលនៅកាត់ត្រង់ទីម៉ានគឺនៅក្នុងកាត់ត្រង់ទី3កោសដកស៊ីនដកនេះកោសដកហើយស៊ីនក៏ដកដែរចឹងយើងដឹងហើយនៅកាត់ត្រង់ទី3កោសដកស៊ីនដកគឺភាគបាយធំជាងវិយោគមួយលេខគឺវិយោគធំជាងភាគបាយមួយលេខសុំទោសចឹងវិយោគយើង6ចឹងធំជាងមួយលេខគឺ7គឺធំ7ចឹងគឺដល់7ផាយលើ6ចឹងយើងអាចសរសេរបានថា2កោស7ផាយលើ6បូក E ស៊ីន7ផាយលើ6ចឹងសិតជាទម្រង់តែកោណមានយើងគឺស្មើប៉ុណ្ណឹង2កោស7ផាយលើ6បូក E ស៊ីន7ផាយលើ6តែយើងមើលតទៀតជាងកណនាលំហាត់មួយទៀតគឺឬ3ដក E ម្ដងគេឲ្យលំហាត់ឬអីដក E គឺយើងនៅក្នុងដែលយើងមានលំហាត់ឬ3ដក E ចឹងយើងមើលកាលណាឃើញឬ3ដក E ឬ E ឬ1ដកឬ3អីយើងដឹងថា A យើងគឺស្មើ2តែម្ដងយើងមិនពួយគិតច្រើនទេយើងទាញ2ជាកតាមកស្មើនឹងឬ3លើ2ដកឲ្យ1លើ 2E បន្ទាប់មកទៀតយើងមើលកាលណាកោសវិជ្ជមានស៊ីនអវិជ្ជមាននេះកោសវិជ្ជមានកោសយើងវិជ្ជមានហើយស៊ីនយើងអវិជ្ជមានគឺនៅក្នុងកាត់ត្រង់ទី4នេះកាត់ត្រង់ទី4គឺប្រើវារូបមន្តយើងគឺប្រើមុំផ្ទុយនេះដក delta នេះអញ្ចឹង delta យើងវិញហ្នឹងគឺផាយលើ6មែនទេកាលណាកោសផាយលើ6នេះផាយលើ6នេះ30ផាយលើ6អញ្ចឹងមកប្រើមុំផ្ទុយបើយើងប្រើមុំផ្ទុយមានហ្នឹងមិន30មែនទេ
នាំឲ្យដាច់តាផ្ទុយយើងគឺស្មើនឹងដក2លើ6យើងមើលតកោទៅហើយយើងមើលសញ្ញាទៅយើងដឹងហើយចឹងយើងអាចសេបានស្មើនឹង2កោ2លើដកសុំទោះហើយហ្នឹង2យើងសេគ្នាបដកកោ2លើ6លើ a sin ដក2លើ6បាទសូមអរគុណ